បទជំនឿនៃក្រុមសាវកខ្ញុំជឿព្រះវរបិតាព្រះអង្គមានសុភានុភាពព្រះអង្គជាព្រះអាទិករបង្កើតស្ថានសួគ៌និងផែនដីខ្ញុំជឿព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រតែមួយរបស់ព្រះអង្គជាព្រះអង្គម្ចាស់ជីវិតព្រះអង្គបញ្ចាបដិសន្ធិនិងក្រមុំព្រហ្មចារិនីដោយព្រះវិញ្ញាណបរិសុទ្ធមកសន្ធត់លើនាងព្រះអង្គរងទុក្ខវេទនាជាប់នាឈើចកាងក្រោមអំណាចបន្ទាភិលាតកាលបានសោយទីវង្កត់ហើយព្រះបរមសុខបានទទួលទីបញ្ចុះទាំងស្ដេចចុះទៅកាន់ស្ថានឃុំប្រលឹងមនុស្សស្លាប់ផងលុះថ្ងៃទី3ព្រះអង្គមានព្រះជន្មរស់ឡើងវិញព្រះអង្គហោះទៅសោយសម្បត្តិសួគ៌ស្ថិតខាងស្ដាមព្រះវរបិតាព្រះអង្គនឹងយាងត្រឡប់មកវិញដើម្បីជំនុំជម្រះមនុស្សលោកទូទាំងមនុស្សរស់និងមនុស្សស្លាប់ក៏ព្រះអង្គជំនុំជម្រះទាំងអស់ខ្ញុំជឿព្រះវិញ្ញាណបរិសុទ្ធហើយទុកចិត្តនឹងក្រុមគ្រីស្ទបរិសុទ្ធសកលលោកខ្ញុំជឿថាក្រុមជំនុំបរិសុទ្ធមានការតាក់ទងគ្នាហើយថាព្រះអង្គព្រោះអភ័យទោសបាបឲ្យផងខ្ញុំជឿថារូបកាយដែលចេះស្លាប់នេះនឹងរស់ឡើងវិញប្រកបដោយជីវិតអកលជានិច្ចអាមែន